គោលការណ៍ជីវិត3ចំណុចរបស់ Marcus Aurelius ជីវិតមនុស្សពោពេញដោយភាពមិនប្រាកដតែជីវិតរបស់ Marcus Aurelius បង្ហាញយើងថាការស្ងប់ស្ងាត់នៃចិត្តអាចឈ្នះអ្វីៗទាំងអស់ជាព្រះអធិរាជនៃអាណាចក្ររូម៉ាំងធំជាងគេនិងជាទស្សនវិទូស្តូអ៊ីកគាត់បានបង្ហាញអំណាចមិនមែនតាមកម្លាំងទ័ពប៉ុន្តែតាមកម្លាំងនៃប្រាជ្ញាថ្ងៃនេះយើងនឹងស្វែងយល់ពីគោលការណ៍ជីវិត3ដែលអាចជាប្រយោជន៍ដល់អ្នកគោលការណ៍ទី1គ្រប់គ្រងចិត្តនិងទទួលយកអ្វីដែលមិនអាចផ្លាស់ប្ដូរបានអ្នកមានអំណាចលើចិត្តរបស់អ្នកមិនមែនលើអ្វីក្រៅខ្លួននោះទេ Marcus បានបង្ហាញថាសេចក្តីសុខមិនមែនមកពីការបដូរពិភពក្រៅទេប៉ុន្តែមកពីការគ្រប់គ្រងពិភពក្នុងចិត្តនៅពេលអ្នកទទួលយកអ្វីដែលអ្នកមិនអាចផ្លាស់ប្ដូរបានហើយផ្ដោតលើអ្វីដែលអ្នកអាចធ្វើបានអ្នកនឹងស្ងប់ស្ងាត់ចិត្តស្ងប់គឺជាអំណាចពិតប្រាកដគោលការណ៍ទី2រួមនៅដោយសុចរិតនិងសីលធម៌កុំអះអាងថាអ្នកគិតល្អចូលធ្វើអំពើល្អទៅ Marcus ជឿថាមនុស្សម្នាក់ត្រូវបានវាយតម្លៃដោយអំពើរបស់គាត់មិនមែនដោយពាក្យនិយាយសុចរិតការស្មោះត្រង់ការអត់ធ្មត់និងមេត្តាករុណាគឺជាគុណធម៌ដែលបង្កើតជីវិតមានន័យការរស់ដោយសីលធម៌មិនមែនជាអារម្មណ៍ស្មោះត្រង់ប៉ុណ្ណោះទេប៉ុន្តែជាវិធីរស់គោលការណ៍ទី3ចងចាំថាជីវិតមានព្រំកំណត់រស់នៅឲ្យមានន័យថ្ងៃនេះអ្នកអាចចាក់ចែងពីជីវិតគ្រប់ពេលដឹងណូតើអ្នកនឹងរស់នៅដោយម្ដេចថ្ងៃនេះ Marcus រំលឹកយើងថាពេលវេលាមិនរងចាំនរណាយើងគ្រប់គ្នាមិនដឹងថានឹងមានស្អែកឬអត់ទេដូច្នេះរាល់ថ្ងៃគឺជាឱកាសដ៏ថ្លៃថ្លាដើម្បីស្រឡាញ់ដើម្បីបង្កើតដើម្បីរួមនៅដោយសេចក្តីសុខចូលរួមនៅឲ្យមានន័យថ្ងៃនេះមិនមែនរងចាំថ្ងៃស្អែកនោះទេដូច្នេះ Marcus Aurelius បានបង្ហាញយើងថាការឈ្នះពិភពលោកមិនមែនតាមអំណាចឬទ្រព្យសម្បត្តិទេប៉ុន្តែតាមការឈ្នះចិត្តខ្លួនឯង